ជីវិតមន់ជុលគេសង្កេតឃើញថាពេលមន់ជុលគ្នាតែមានឈ្នះនិងចាញ់បើជុលតិចរបួសក៏តិចបើជុលខ្លាំងរបួសក៏ខ្លាំងហើយសម្រាប់អ្នកចាញ់អាចអស់ជីវិតក៏សឹងមានឯអ្នកឈ្នះឯនោះវិញក៏មិនខានពីការត្រូវរបួសឡើយទាំងសងខាងគ្មានបានទទួលអ្វីក្រៅពីការឈឺចាប់នោះឡើយឯផលប្រយោជន៍ត្រូវធ្លាក់ទៅលើម្ចាស់ទាំងអស់យ៉ាងណាមិញសត្វលោកទាំងអស់មិនចំពោះតែមន់ទេសំបីមនុស្សបើគិតតែប្រទុះរាយប្រកួតប្រជែងចង់យកឈ្នះអ្នកដទៃដោយគំនិតអាក្រក់ផ្សេងហើយក៏បៀតបៀនគ្នាទៅតើមានចំណុចណាដែលគ្រាន់បើជាងមន់នោះសេចក្តីពិតគ្មានបានទទួលអ្វីក្រៅអំពីពេលវេលានិងការឈឺចាប់ឡើយព្រោះគ្រប់គ្នាសុទ្ធតែជាប់នៅក្នុងទ្រង់មច្ចរាជសមដូចដែលព្រះមានប្រភាកទ្រង់ត្រាស់សម្ដែងទុកក្នុងគម្ពីរខត្តកនិកាយធម្មបទគាថាថាជាយ៉ាងវេរាំងបសវតិទុក្ខំសេតិបរាជិតោឧបសន្តោសុខំសេតិហេថ្វាជយៈបរាជយ៉ាងបុគ្គលអ្នកឈ្នះតែងរងនៅពីបុគ្គលអ្នកចាញ់តែងដេកជាទុក្ខចំណែកបុគ្គលលះបង់នៅការឈ្នះនិងការចាញ់ចេញហើយជាអ្នកស្ងប់រងាប់ទៅដេកជាសុខការចងពេលវេលានឹងគ្នាគឺប្រសូតចេញពីអ៊ីសាសេចក្តីចរណែននិងមច្ឆរិយៈសេចក្តីកំណាញ់ការបានសិក្សាអំពីដំណើរជីវិតហើយក៏ឃើញបានថានៅក្នុងโลกនេះមិនមានអ្នកណាម្នាក់គួរឲ្យយើងចរណែននោះឡើយព្រោះក្នុងអ្នកដទៃនោះក៏មានសេចក្តីទុក្ខហើយចង់បានតែសេចក្តីសុខដូចជាយើងដែរកាលបើយើងចរណែននឹងអ្នកដទៃឈ្មោះថាយើងចង់បានសេចក្តីសុខពីអ្នកដទៃចង់បើអ្នកដទៃនោះមិនមានសេចក្តីសុខសម្រាប់ខ្លួនគាត់ផ្ទាល់ផងតើមានសេចក្តីសុខឯណាសម្រាប់ប្រគល់ឲ្យយើងសូមឲ្យមនុស្សគ្រប់គ្នាមានឈ្មោះថាមនុស្សសោឬថាជាមនុស្សទេវោដោយមានធម៌ប្រចាំចិត្តសន្តានសូមកុំធ្វើជាមនុស្សខួរក្បាលមន់បុគ្គលអ្នកឈ្នះតែមានពីរអ្នកចាញ់ក្រំគ្រាដេកជាទុក្ខលះការឈ្នះចាញ់ទៅបានសុខជាតិនេះជាតិមុខអស់វេរានេះគឺជាអត្ថបទដកស្រង់ចេញពីសៀវភៅដំណើរជីវិត